បាទមុននេះគឺបងប្អូនបានស្ដាប់ហើយអំពីអត្ថប្រយោជន៍ជាច្រើនរបស់ខោទឹកនោម K-Free Baby ដែលជាផលិតផលរបស់កូរ៉េឥឡូវនេះខ្ញុំបាទនឹងអនុវត្តបង្ហាញជូនឲ្យបងប្អូនបានឃើញផ្ទាល់តែម្ដងបាទនេះគឺជាខោទឹកនោម K-Free Baby បងប្អូនទាំងអស់គ្នាបាទអញ្ចឹងដូចតែខ្ញុំបានជម្រាបជូនថា K-Free Baby ដែលជាផលិតផលរបស់កូរ៉េនេះគឺផ្សំឡើងពីសារធាតុជាច្រើនដែលផលិតយ៉ាងពិសេសជួយការពារស្បែករបស់កូនឬក៏ទារករបស់បងប្អូនហ្នឹងមិនឲ្យមានកន្ទួលរមាស់ឬក៏រលាកអីចឹងទៅដោយសារមានស្រទាប់រហូតដល់4ស្រទាប់បងប្អូនអញ្ចឹងខ្ញុំចង់និយាយតាក់ទងទៅលើស្បែកកណាត់បាទនៃខោទឹកនោម K-Free Baby នេះគឺថាអូយទន់មែនតើ soft បងប្អូនបាទទន់បាទស្ទាបមកដូចកប្បាសអញ្ចឹងនេះបាទទន់មែនតើបាទអញ្ចឹងវាធ្វើឲ្យមិនប៉ះពាល់ទៅដល់អារម្មណ៍របស់កូនរបស់បងប្អូននៅពេលដែលស្លៀកទេគឺថាមានអារម្មណ៍គឺស្រួលគាត់សប្បាយចិត្តតែម្ដងអូខេឥឡូវនេះចាប់ដើមមកបាទខ្ញុំឧទាហរណ៍ថាយកបាទដាក់ខាងមុខមើលឃើញទេបងប្អូនបាទអញ្ចឹងខ្ញុំយកសារ៉ាងបូមបាទចាត់ទុកថានេះទឹកនោមរបស់បងប្អូនកូនរបស់បងប្អូនទាំងអស់គ្នាបាទខ្ញុំដាក់មក3ថាកូនមែនតែនទៅគាត់នោមតាមសារ៉ាងម្ដងតែខ្ញុំគិតថាពេញមួយថ្ងៃចុះបាទនេះមួយសារ៉ាងខ្ញុំបាញ់ចូលបងប្អូនណាបាទនេះណាខ្ញុំបាញ់ចូលក្នុងហ្នឹងបាទខ្ញុំដាក់3សារ៉ាងហ្មងទៅបាទឲ្យឃើញថាច្រើនអញ្ចឹងណាថាជ្រាបឬក៏មិនជ្រាបណាមួយបាទនេះខ្ញុំដាក់ឲ្យពេញហ្មងបងប្អូនបាទមើលបាទ2ទៀតបាទ3សារ៉ាងនេះអានេះឧទាហរណ៍ថាជាទឹកនោមរបស់ baby ឬក៏កូនរបស់បងប្អូននៅពេលដែលនោមដាក់នៅខោទឹកនោម K-Free Baby នេះបងប្អូនណាបាទឃើញខាងក្រៅនេះខាងក្រៅបងប្អូនខ្ញុំឲ្យឃើញបាទគឺអត់ជ្រាបចេញទៅប្រឡាក់ពូកប្រឡាក់អីកាទេលរបស់យើងទាំងអស់គ្នាទេហើយនៅខាងក្នុងវិញនេះបាទបងប្អូនណាអត់មានប្រឡាក់ដៃទេឃើញទេនេះខ្ញុំឲ្យមើលអត់មានសើមទេអញ្ចឹងបងប្អូនបានឃើញណាខ្ញុំបានដាក់សារ៉ាង3សារ៉ាងពណ៌ខៀវទឹកខៀវហ្នឹងចូលទៅក្នុងខោទឹកនោមបាទ K-Free Baby ហ្នឹងឥឡូវខ្ញុំថែមលើនេះឧទាហរណ៍ថាកូនបងប្អូនហ្នឹងគឺគាត់ស្លៀកអាហ្នឹងពេញមួយថ្ងៃដែលយើងអាចបានដូរទេខ្ញុំថែមទឹកលើហ្នឹងទៀតអញ្ចឹង3សារ៉ាងនេះដាក់ទឹករហូតដល់1 កែវហ្នឹងស្មើនឹងហាច់តាម1លីត្រដែរបងប្អូនខ្ញុំចាក់ចូលមកតើវាជ្រាបចេញខាងក្រៅអត់ណាអូខេខ្ញុំចាក់ឲ្យឃើញផ្ទាល់បងប្អូននេះបាទអូខេតោះឥឡូវចាក់ឲ្យបាននេះបាទអូខេឥឡូវខ្ញុំចាក់ឲ្យមើលតើវាជ្រាបចេញខាងក្រៅអត់ណាបងប្អូនទាំងអស់គ្នាមួយកែវតាមពិតទៅបើកូនមកបងប្អូនគឺអត់ទេបើសិនជាមួយថ្ងៃពេញគាត់មិនមានទឹកនោមរហូតដល់ជាង1លីត្រទេមិនដូចមនុស្សធំទេបាទឃើញហើយបាទអត់មានជ្រាបចេញខាងក្រៅនៅខាងក្នុងគឺអត់មានជ្រាបចេញទេទឹកនោមទៅជាង1លីត្រហើយបាទមួយថ្ងៃពេញមែនតើនៅ baby អត់នោមដល់ថ្នាក់ហ្នឹងទេបងប្អូនបាទអញ្ចឹងទាំងខាងក្រៅខាងក្នុងបាទឥឡូវខ្ញុំពិសោធន៍ឲ្យមើលបាទព្រោះថាខ្ញុំដាក់ហេតុអីបានថាបងប្អូនថាមានឆ្ងល់ថាមូលហេតុអីបើខ្ញុំដាក់អាទឹកហ្នឹងលាយពណ៌ចេញពណ៌ខៀវព្រោះទឹកនោមយើងពណ៌លឿងហ្នឹងខ្ញុំដាក់អាពណ៌ខៀវហ្នឹងដើម្បីឲ្យច្បាស់បើសិនជាវាជ្រាបចេញទៅខាងក្រៅយើងប្រកាសជាឃើញហើយអញ្ចឹងខ្ញុំយកអាกระดาษជូតមាត់របស់យើងនេះបាទกระดาษជូតដៃជូតមាត់ដែលស្ដើងខ្ញុំយកមកផ្ដិតនៅខាងក្នុងវិញម្ដងបាទនេះផ្ដិតខ្លាំងនិយាយមែនតើណានេះបងប្អូនបាទមើលអត់ទេបងប្អូនបានន័យថានៅក្នុងស្រទាប់ខាងក្នុង snow ខាងក្នុងគឺមានសារធាតុ gel បាទនៅពេលណាដែលកូនរបស់បងប្អូននោមទៅអា gel ហ្នឹងវាចាប់ដើមបឺតទៅវាជក់អាទឹកនៅក្នុងវារីកប៉ុន្តែវាធ្វើអត់ឲ្យហៀចេញទៅខាងក្រៅទេបានន័យថាវាជួយការពារមិនឲ្យទឹកនោមចេញខាងក្រៅហ្នឹងប៉ះពាល់ទៅដល់ស្បែករបស់ baby ស្បែករបស់កូនវាធ្វើឲ្យរមាស់ធ្វើឲ្យរលាកកូនវាយំអញ្ចឹងចេះឆ្ងល់កូនមិនក៏អត់ចេះគេអញ្ចឹងគេនិយមជួនកាលវាអាចរមាស់ដោយសារអញ្ចឹងប៉ុន្តែសម្រាប់ K-Free Baby ហ្នឹងគឺល្អពិសោធន៍ឲ្យបានឃើញណា4ស្រទាប់ហើយវាជួយការពារបាទជួយការពារស្រទាប់នៅខាងក្នុងបានល្អមិនឲ្យជ្រាបទឹកទៀតបាទអូយល្អមែនទែនបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បាននៅខោទឹកនោមសម្រាប់ជួយឲ្យស្បែកស្ងួតបានល្អទារកគេលក់បានស្រួលពេញមួយថ្ងៃប្រកបដោយផាសុខភាពកុំភ្លេចខោទឹកនោម K-Free Baby នឹងតែម្ដងណាបងប្អូនអូខេអត់ទាន់អស់ចិត្តខ្ញុំថែមមកនេះខ្ញុំតើនៅខាងក្នុងនៃខោទឹកនោម K-Free Baby ហ្នឹងមានសារធាតុដែលខ្ញុំនិយាយថាជា gel ហ្នឹងដើម្បីបឺតយកនៅទឹកនោមរបស់ទារកឬក៏អត់បាទខ្ញុំចាប់ដើមវះឲ្យមើលបងប្អូនណាបាទអូខេនេះបងប្អូនទាំងអស់គ្នានេះគឺជាសារធាតុបាទ gel ដែលខ្ញុំនិយាយបាទគឺ snow ខាងក្នុងមុនពេលដែលនោមហ្នឹងយើងប្រើអាខោដបងខាងក្រៅគឺវាស្ដើងទេវាទន់វាទូទេប៉ុន្តែនៅពេលដែលកូនរបស់បងប្អូននោមចាប់ដើមនោមអាសារធាតុ gel ហ្នឹងវាចាប់ដើមបឺតទឹកនោម
បាទបើទឹកនោមចូលទៅវាចាប់ដើមរីកប៉ុន្តែវាមិនអោយបាទឈាបឬក៏ហូរទឹកចេញទៅស្បែកប៉ះពាល់ស្បែកឬក៏ទៅខាងក្រៅនោះទេបាទនេះហើយគឺជាអត្ថប្រយោជន៍ជាច្រើនរបស់ខោទឹកនោម K-Free Baby ហ្នឹងតែម្ដងហើយចង់ជម្រាបជូនមួយទៀតបងប្អូនទាំងអស់គ្នាសម្រាប់ខោទឹកនោម K-Free Baby ហ្នឹងគឺប្រើបានទាំងទារកទាំងរីកាហ្នឹងគឺពេលដែលប្រើអា K-Free Baby ខោទឹកនោមហ្នឹងហើយគឺជួយកាត់បន្ថយហានិភ័យរោគស្ត្រីនៅពេលដែលគាត់ធំឡើងហ្នឹងណាបងប្អូនទាំងអស់គ្នាជឿជាក់បាទព្រោះថានេះគឺជាផលិតផលកូរ៉េសុទ្ធ 100% ដើម្បីជួយឲ្យស្បែកទារករបស់បងប្អូនទាំងអស់គ្នានឹងស្ងួតស្អាតផាសុខភាពគេងលក់ស្រួលពេញមួយថ្ងៃតែម្ដងដោយ K-Free Baby នឹងតែម្ដងបងប្អូនទាំងអស់គ្នា